បានស្រួលហ្វ្រីយ៉ាតាត្រូវបោះបង់មកុដមីយូវើខេមបូឌី2025ឬយ៉ាងណាក្រងតំណែងមីយូវើខេមបូឌី2025មិនទាន់បានមួយខែស្រួលផងស្រាប់តែពេលនេះហ្វ្រីយ៉ាតាហាក់ឲ្យតម្រុយនឹងដើរចេញឬលាតំណែងពីកម្មវិធីនេះចោលដោយសុភាគឹមលៀងនិងពេជ្រវុត្តីសារាវឌីឬយ៉ាងណាក្រោយពី ND កម្មវិធីយូវើខេមបូឌីបង្ហោះសារគុណធម៌និងភាពស្មោះត្រង់បានធ្វើឲ្យមានការរំបង្ហោះរង្គើយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញារហូតហ្វ្រីយ៉ាតាដែលជាម្ចាស់មកុដមីយូវើខេមបូឌី2025ទ្រាំមិនបានបង្ហើបអារម្មណ៍ថាខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់ចង់ផ្ដាំទៅ fan club ខ្ញុំថាបើតំណែង ND ត្រូវចេញពីបងឆយដោយអ្វីមួយ Queen របស់ម្ចាស់ម្នាក់នោះក៏ចេញដូចគ្នាហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំបើបែបនេះមែនបំណងនៃតំណាងប្រទេសក៏ឡើងមានដែរមកទល់ពេលនេះហ្វ្រីយ៉ាតាក្រងតំណែងជាម្ចាស់មកុដមីយូវើខេមបូឌី2025មិនទាន់បានមួយខែស្រួលផងស្រាប់តែមានរឿងបែបនេះកើតឡើងខណៈដែលកញ្ញាសុគាគឹមលៀងលំដាប់រងទី1ក៏បានលាតំណែងនិងពេជ្រវុត្តីសារាវឌីក៏បានចាក់ចេញពីលំដាប់រងទី2ផងដែរហ្វ្រីយ៉ាតានៅពុំទាន់ចេញមកបញ្ជាក់បន្ថែមអំពីរឿងនេះនៅឡើយទេដោយនាងរងចាំមើលមួយរយៈទៀតសិនប្រសិនបើមានអ្វីប្រែប្រួលនាងនឹងប្រកាសជាផ្លូវការប្រាប់អ្នកគ្រប់គ្រងខ្លួនឲ្យបានដឹងអំពីរឿងនេះថានាងនៅបន្តឬបញ្ចប់